ហើយយកបងប្អូនទីបំផុតរកឃើញដៃគូរបស់កីឡាករប៉ែនកមហាម៉ាត់មួយទៀតហើយនោះគឺកីឡាករខុនសម៉ាលីបងប្អូនប្រហែលជាបានស្គាល់ហើយកីឡាករខុនសម៉ាលីគឺជាកីឡាករជើងខ្លាំងមួយរូបអាចនិយាយបានថាគាត់កម្រិតគាត់គឺកម្រិត B+ ហើយបាទសម្រាប់គុនខ្មែរក្នុងប្រភេទគីឡូ54គីឡូក្រាមបន្ទាប់ពីគាត់បានឈ្នះពិន្ទុនៅឯទឹកដីប្រទេសអេស្ប៉ាញឥឡូវនេះគាត់មកត្រឡប់មកទឹកដីប្រទេសកម្ពុជាវិញហើយមិនទាន់ជាន់ដីខ្មែរផងគាត់បានលើកឡើងថាគាត់ចង់ប៉ងប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់ហើយសួរថាតើកីឡាករប៉ែនកយ៉ាស៊ីនគាត់ចង់ប៉ះដែរឬទេគាត់ឆ្លើយថាអត់ទេបាទគាត់មិនទាន់ចង់ប៉ះកីឡាករប៉ែនកយ៉ាស៊ីនទេហើយមូលហេតុគាត់អត់ចង់ប៉ះនោះគឺដោយសារតែកីឡាករប៉ែនកយ៉ាស៊ីនបច្ចុប្បន្ននេះគាត់ឡើងទៅវាយក្នុងប្រភេទគីឡូ57គីឡូក្រាមបងប្អូនបាទហើយកីឡាករប៉ែនកមហាម៉ាត់គាត់វាយក្នុងប្រភេទគីឡូបាទ54គីឡូក្រាមចឹងអាចនិយាយបានថាត្រូវគីឡូតែម្ដងបាទត្រូវគីឡូជាមួយនឹងកីឡាករខុនសម៉ាលីតែម្ដងប៉ែនកមហាម៉ាត់ហើយបងប្អូនយល់ថាបើសិនជាមានការរៀបចំបាទរវាងកីឡាករប៉ែនកមហាម៉ាត់ជាមួយនឹងកីឡាករខុនសម៉ាលីបងប្អូនយល់ថាខុនសម៉ាលីអាចទៅរួចជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់ឬក៏យ៉ាងណាបាទចំពោះខ្ញុំណាបងប្អូនបាទគូនេះល្មមស៊ីល្មមចុកហើយបាទល្មមស៊ីល្មមចុកហើយសម្រាប់កីឡាករខុនសម៉ាលីក៏មិនអន់កីឡាករប៉ែនកមហាម៉ាត់ក៏មិនអន់បាទពួកគាត់បាទនិយាយទៅពេញដូចគ្នាតែម្ដងបាទទាំងកាយសម្បទាបាទគាត់ថាខុនសម៉ាលីបើនិយាយពីកម្ពស់រៀងស្ទើរជាងកីឡាករប៉ែនកមហាម៉ាត់បន្តិចបងប្អូនបាទប៉ុន្តែពីកាយសម្បទាក៏ដូចជាភាពរហ័សរហួនបាទការវាយចេញវាយចូលក៏ដូចជាចង្វាក់វាយរបស់ពួកគាត់បាទភាពប៉ិនប្រសប់នៅលើសាយវានគឺមានមកកាផ្លេដូចគ្នាទាំងខុនសម៉ាលីបាទខុនសម៉ាលីបងប្អូនដឹងហើយបាទចេញទៅប្រកួតនៅទឹកដីប្រទេសអេស្ប៉ាញបាទការប្រកួតប្រមាណអ្នកបាទគឺថាភាគរយដែលឈ្នះនោះគឺបងប្អូនអ្នកគ្រប់គ្រងទាយទុកមុនបាទគឺខុនសម៉ាលីអាចចាញ់មួយហើយបាទក្រៅតែពីហ្នឹងអ្នកខ្លះថាអ្នកនេះឈ្នះអ្នកនោះឈ្នះបាទប៉ុន្តែយ៉ាងហោចណាស់ក៏កីឡាករខុនសម៉ាលីគាត់អាចឈ្នះចិត្តអ្នកគ្រប់គ្រងបងប្អូនបាទឈ្នះចិត្តអ្នកគ្រប់គ្រងដែលអាចយកឈ្នះជើងខ្លាំងរបស់កីឡាករអេស្ប៉ាញបាទដោយពិន្ទុបាទហើយអញ្ចឹងខ្ញុំជឿថាខាង Gensburg ក៏ដូចជាខាងក្រុមហ៊ុនផ្សេងខាងម្ចាស់ដែលរៀបចំកម្មវិធីនៅតាមបណ្ដាសាយវាននៅក្នុងប្រទេសយើងអាចនឹងចាប់អារម្មណ៍នៅការលើកឡើងក៏ដូចជាការទទួលស្នើសុំពីសំណាក់កីឡាករខុនសម៉ាលីដែលគាត់ចង់ប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បងប្អូនបាទអញ្ចឹងបើសិនជាអាចបាទអាចលេងធំបន្តិចទៅបាទលេងធំបន្តិចទៅសម្រាប់កីឡាករខុនសម៉ាលីក៏គាត់ចង់លេងធំដែរបាទនិយាយទៅកីឡាករតែងតែមានបំណងចង់លេងធំហើយបាទចង់លេងធំហើយខុនសម៉ាលីបើសិនជាប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បងប្អូនយល់ថាអាចទៅរួចអត់បាទអាចទៅរួចអត់បើខ្ញុំណាបាទគូនេះ50-50បាទគាត់ថាប៉ែនកមហាម៉ាត់បងប្អូនឃើញហើយសន្ទុះនៃការវាយរបស់គាត់អត់ចង់ឲ្យការប្រកួតនោះឈ្នះត្រឹមតែបន្ទុទេបើសិនជាខុនសម៉ាលីអាចតូទុនទឹកណាមួយដឹងតែគាត់ផ្ដាច់ហើយបាទកីឡាករប៉ែនកមហាម៉ាត់គាត់អត់ចង់ឲ្យកីឡាករដែលដៃគូរបស់គាត់ឆ្លងផុតនៅទឹកដែលគាត់ធ្វើការប្រកួតទេថាវាយ3ទឹកមិនចង់ឲ្យចប់3ទឹកទេបាទហើយសន្ទុះនៃការវាយរបស់គាត់ផ្ដាច់គឺល្អមែនតើផ្លាយរបស់គាត់មួយគឺល្អប៉ុន្តែខុនសម៉ាលីក៏យើងមិនអាចមើលរំលងបានដែរបើទោះបីជាកីឡាករមែនតើទៅបើទោះបីជាកីឡាករប៉ែនកមហាម៉ាត់គាត់ជាកីឡាករថាបរទេសដែលកំពុងតែវឹកហាត់គុនខ្មែរជួយផ្សព្វផ្សាយគុនខ្មែរប៉ុន្តែកីឡាករស្រុកខ្មែររបស់យើងបាទទៅរបស់គាត់មិនស្ទើរទេបាទមិនស្ទើរទេបងប្អូនបាទគឺថាលំដាប់ជួមមុខរបស់យើងទៅប៉ះរបស់គាត់ស្ពៃប៉ះរបស់គាត់ស្ពៃបាទឲ្យតែប៉ះមួយគាត់ស្ពៃហើយគាត់ទើបតែសងសឹកបានសម្រេចជាមួយនឹងកីឡាករឌីមសារ៉ុមបាទឌីមសារ៉ុមអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទ